តាខ្សែសាច់រឿងរបស់យើងកាលពីម្សិលមិញតើមានរសជាតិយ៉ាងម៉េចដែរមើលទៅអាណិតហ្គាមីនដល់ហើយចង់ស្វែងរកសមាជិកក្រុមដើម្បីចូលក្រុមសិក្សារបស់ខ្លួនហេតុអីក៏វេទនាយ៉ាងនេះតយើងតសាច់រឿងរបស់យើងកាលពីម្សិលមិញទាំងអស់គ្នានៅថ្ងៃស្អែកឡើងយើងបានឃើញអ្នកគ្រូលីកំពុងតែក្រោកពីគេងតែអ្នកគ្រូលីមិនចង់ទៅសាលារៀនទេដោយសារតែអ្នកគ្រូលីភ្លេចខ្លួនថាខ្លួនឯងគឺជាគ្រូស្មានថាខ្លួនឯងគឺជាសិស្សនៅមហាវិទ្យាល័យប៉ុន្តែគឺជាកាតព្វកិច្ចរបស់អ្នកគ្រូដែលត្រូវទៅបង្រៀនសិស្សនៅខាងក្នុងសាលារៀនអញ្ចឹងហើយអ្នកគ្រូទៅពេលដែលអ្នកគ្រូចាប់ផ្ដើមចូលមកដល់ខាងក្នុងសាលារៀនភ្លាមបានឃើញធុងបារីជាច្រើនដែលគេយកមកដាក់នៅតម្រៀបជួរគ្នានៅមានសិស្សជាច្រើនឈរជួបបារីរៀងខ្លួនអ្នកគ្រូលីឆ្ងល់ថាតើអ្នកណាគឺជាអ្នកយកធុងបារីយកចេញមកខាងក្រៅទៀតហើយយើងបានឃើញថាគ្រូវិន័យកំពុងតែដេញសិស្សនៅខាងក្នុងសាលារៀនដើម្បីកុំឲ្យពួកគេជួបបារីនៅទីនេះទៀតអ្នកគ្រូលីគ្រាន់តែឃើញបែបនេះសប្បាយចិត្តខ្លាំងណាស់នឹងបានរត់ចូលទៅដើម្បីសួរទៅលោកគ្រូវិន័យប៉ុន្តែមិនទាន់បានសួរស្រួលបួលផងលោកគ្រូវិន័យបានប្រាប់ថានេះយកធុងនេះចេញទៅដោយសារតែបន្តិចទៀតក្រសួងនឹងចុះមកដើម្បីត្រួតពិនិត្យសាលារៀនឥឡូវនេះនាយករងចាប់ផ្ដើមភ័យស្លន់ស្លោខាងណានឹងបានរត់ចាចេញពីទីនេះទុកឲ្យធុងបារីដើម្បីឲ្យអ្នកគ្រូដើម្បីកម្ចាត់វាចោលអ្នកគ្រូលីចាប់ផ្ដើមរើធុងបារីនេះចេញតែម្នាក់ឯងនឹងយើងបានឃើញថាមានបរិសម្នាក់ចាប់ផ្ដើមចូលមកជួយអ្នកគ្រូលីដើម្បីប្រមូលធុងនេះយកទុកនិងកុំឲ្យក្រសួងចុះមកឃើញហើយបរិសម្នាក់នេះមានឈ្មោះថាគុណយុគបានប្រាប់ទៅអ្នកគ្រូលីថាធុងសម្រាមដែលទុកនៅទីនេះមិនគួរឲ្យក្រសួងមើលឃើញនោះទេអ្នកគ្រូលីខំប្រឹងប្រែងតែម្នាក់ឯងបែបនេះមិនអាចស្ដារស្ថានភាពដែលនៅខាងក្នុងសាលារៀននេះបានទេប៉ុន្តែអ្នកគ្រូលីដឹងថាវាមិនអាចទៅរួចតែអ្នកគ្រូលីនៅតែធ្វើដោយសារតែអ្នកគ្រូលីមិនចង់បោះបង់ក្តីស្រមៃរបស់ខ្លួននឹងចង់ឃើញសាលារៀនមួយនេះរីកចម្រើននិងមានសិស្សជាច្រើនដែលរៀនពូកែនៅពេលនេះកាមីនចាប់ផ្ដើមចូលមកដល់ខាងក្នុងសាលារៀននឹងបានឃើញថាសេយុនកំពុងតែអង្គុយតែម្នាក់ឯងនឹងមិនហ៊ានចូលនិយាយជាមួយនឹងសេយុនទៀតទេនឹងបានដើរទៅអង្គុយតុរបស់ខ្លួនឯងវិញក៏បានឃើញសៀវភៅមួយក្បាលដែលគេញាត់ទុកនៅខាងក្នុងថតតុនោះកាមីនចាប់ផ្ដើមទាញសៀវភៅមួយក្បាលនោះដើម្បីចង់ដឹងថានៅខាងក្នុងសៀវភៅមួយក្បាលនោះក៏អ្វីខ្លះក៏បានឃើញចំណុចសំខាន់ជាច្រើនដែលគេបានកត់ទុកនៅខាងក្នុងសៀវភៅនឹងបានកត់មេរៀនជាច្រើននៅខាងក្នុងសៀវភៅមួយនេះកាមីនបានឃើញឈ្មោះនៅលើសៀវភៅនេះគឺជាសៀវភៅរបស់សេយុននិងសប្បាយចិត្តខ្លាំងណាស់បានដើរទៅជួបសេយុនដើម្បីអរគុណប៉ុន្តែសេយុនបានបដិសេធថាសៀវភៅនេះគេបានបោះចោលទៅហើយតែទោះជាយ៉ាងណាកាមីនក៏នៅតែអរគុណមិនទាន់បានប្រមាណផងមានតុកមួយហោះមកបុកកាមីនហើយយើងបានឃើញថាយុនវូចាប់ផ្ដើមចូលមកដល់ខាងក្នុងសាលារៀននេះដើម្បីមកសងសឹកកាមីនដែលបានវាយគេស្លាប់កាលពីម្សិលមិញគ្រាន់តែដើរចូលមកមិនទាន់បានប៉ុន្មានផងសិស្សនៅខាងក្នុងសាលារៀននេះចាប់ផ្ដើមនាំគ្នាសប្បាយរីករាយខ្លាំងណាស់ដោយសារតែការប្រកួតមួយនេះបានកើតឡើងទៀតហើយយុនវូចាប់ផ្ដើមសួរទៅកាមីនថាតើឯងមែនទេដែលជាមនុស្សពាក់ស្រោមមុខកាលពីម្សិលមិញនឹងបានរើសៀវភៅរបស់សេយុនយកមកមើលពេលនោះកាមីនចាប់ផ្ដើមឲ្យប្រកួតសៀវភៅយកមកឲ្យគេវិញប៉ុន្តែសាច់រឿងរបស់យើងក៏កាន់មកដល់ក្រសួងមន្ទីរចាប់ផ្ដើមចូលមកដល់ខាងក្នុងសាលារៀនដើម្បីត្រួតពិនិត្យមើលអំពីការខូចឆ្គងនៅខាងក្នុងសាលារៀននាយករងកំពុងតែនិយាយជាមួយនឹងក្រសួងថាពួកគេកំពុងតែរឹតបន្តឹងសិស្សនៅខាងក្នុងសាលារៀនឲ្យមានច្បាប់ទម្លាប់ត្រឹមត្រូវគ្រាន់តែចេញមកដល់ខាងក្រៅភ្លាមបានឃើញអ្នកគ្រូលីកំពុងតែទាញធុងសម្រាមក្ដុងក្ដាំងពេលនោះលោកគ្រូវិន័យក៏បានរត់យ៉ាងលឿនដើម្បីទៅទាញធុងសម្រាមនោះចេញតែមិនដឹងទេថាពេលនេះលោកគ្រូវិន័យមិនដឹងបានកម្លាំងមកពីណាលើកធុងសម្រាមនោះតែម្នាក់ឯងរត់ចាចេញពីទីនេះគ្រាន់តែក្រសួងចាប់ផ្ដើមចូលមកដល់ក្រសួងចាប់ផ្ដើមសួរទៅអ្នកគ្រូលីថាតើយើងធ្លាប់ជួបគ្នានៅកន្លែងណាមែនដែរឬទេមើលទៅដូចជាខ្ញុំធ្លាប់ស្គាល់អ្នកនៅកន្លែងណាមួយប៉ុន្តែនាយករងបានបដិសេធនាងគ្រាន់ជាគ្រូជំនួសនៅខាងក្នុងសាលារៀននេះតែប៉ុណ្ណោះអ្នកគ្រូលីក៏បានបដិសេធខ្ញុំសុំទោសខ្ញុំមិនបានចាំនោះទេនាយករងកំពុងតែឈរបង្វែរណានទៅក្រសួងដើម្បីធ្វើឲ្យក្រសួងចូលទៅខាងក្នុងបណ្ណាល័យប៉ុន្តែមិនទាន់បានប៉ុន្មានផងយើងបានឃើញឧបករណ៍មួយដើម្បីទម្លុះកញ្ចក់ចេញមកខាងក្រៅអ្នកគ្រូលីក៏បានឃើញថាបន្ទប់នេះហើយគឺជាបន្ទប់ដែលគាត់បានបង្រៀនសិស្សអ្នកគ្រូលីក៏ចាប់ផ្ដើមរត់ចូលទៅខាងក្នុងសាលារៀនដើម្បីចង់ដឹងថានៅខាងក្នុងបន្ទប់ដែលគាត់បានបង្រៀនមានរឿងអ្វីកើតឡើងហើយពេលនេះយើងបានឃើញថាយុនវូបានប្រាប់ឲ្យអ្នកទាំងអស់គ្នាចាកចេញពីបន្ទប់នេះទុកតែកាមីននៅខាងក្នុងនេះតែម្នាក់ឯងបានហើយសិស្សនៅខាងក្នុងសាលារៀនបាននាំគ្នាដើម្បីរត់ចាកចេញពីបន្ទប់មានតែសេយុនប៉ុណ្ណោះដែលឈរធ្វើមុខឡើងស្រឡាំងកាំងដោយមិនចង់ចាកចេញយុនវូក៏ចាប់ផ្ដើមសួរទៅសេយុនថាតើអ្នកចង់ត្រូវម្ដងទៀតមែនទេបានជាអ្នកមិនចាកចេញពីបន្ទប់មួយនេះកាមីនបានប្រាប់ថាចាកចេញទៅខ្ញុំមិនអីទេទើបសេយុនបានដើរចាកចេញទៅខាងក្រៅយុនវូចាប់ផ្ដើមដុតសៀវភៅនេះចោលកាមីនគ្រាន់តែឃើញបែបនេះភ្លាមក៏បានរត់ចូលទៅដើម្បីដណ្ដើមសៀវភៅនោះយកមកវិញតែត្រូវបានយុនវូបោះសៀវភៅនោះចោលនិងរៀបដើរទៅយកទៅហើយយុនវូបានទាញដែកនៅចង្កេះដើម្បីវាយ
ធ្វើឲ្យ Garmin កិច្ចយ៉ាងលឿន Garmin មិនបានតដៃជាមួយនឹងការវាយប្រហាររបស់ John Woo នោះទេដោយសារតែ Garmin មើលតែសៀវភៅដែលគេបានដុតនោះប៉ុណ្ណោះ Garmin បានវាយប្រហារទៅ John Woo ដោយមិនបានបញ្ចេញសមត្ថភាពអស់ពីក្នុងខ្លួននោះទេធ្វើឲ្យអ្នកនៅខាងក្រៅមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែបានឃើញ Garmin គឺជាមនុស្សអស្ចារ្យបែបនេះ Garmin បានរត់មកដើម្បីប្រើដៃរបស់ខ្លួនពន្លត់ភ្លើងដែលបានឆេះជាមួយនឹងសៀវភៅនោះចោលហើយយើងបានឃើញថាសៀវភៅនេះត្រូវបានដុតឆេះខ្ទេចខ្ទីអស់អក្សរដែលនៅខាងក្នុងសៀវភៅនេះមើលឡើងឃើញទៀតហើយ Garmin បានក្រោកឡើងដើម្បីឲ្យ John Woo សុំទោសទៅ Seon ដោយសារតែសៀវភៅមួយនេះគឺជាសៀវភៅរបស់ Seon ប៉ុន្តែ John Woo មិនសុំទោសនោះទេនៅបានចូលទៅដើម្បីវាយប្រហារជាមួយនឹង Garmin គ្រាន់តែប្រើដៃរបស់ខ្លួនដើម្បីវាយប្រហារទៅ John Woo នៅបានវាយដុំដែកនោះចេញពីបង្អួចទោះជា John Woo វាយប្រហារ Garmin យ៉ាងណាក៏ដោយក៏វាយប្រហារមិនបានត្រូវ Garmin សូម្បីតែមួយដៃហើយបានឃើញថាមានកតាបមួយដែលកំពុងតែឆេះនៅជាប់តុ John Woo ចាប់ផ្ដើមទាញកតាបនោះឡើងដើម្បីគប់សម្ដៅទៅ Garmin បានបញ្ចេញសមត្ថភាពរបស់ខ្លួនដើម្បីយកជើងរបស់ខ្លួនពាក់ជាមួយនឹងកតាបនោះបង្វិលខ្លួន 4-10 ជុំរហូតទាត់ទៅវិញធ្វើឲ្យកតាបមួយនោះបុកជាមួយនឹង John Woo រហូតដល់ខ្ទាតបុកជាមួយនឹងទូនៅខាងក្រោយធ្វើឲ្យសំឡេងនោះបានលឺទៅដល់បន្ទប់ផ្សេងនៅមានការភ្ញាក់ផ្អើលជាខ្លាំងសិស្សជាច្រើនដែលឈរមើលនៅខាងក្រៅធ្វើមុខឡើងស្រាងកាំងគុកគ្នាតែម្ដងដោយសារតែពួកគេស្មានមិនដល់ថាលេខ1នៅខាងក្នុងសាលារៀនមួយនេះចាញ់ក្នុងថ្មីដៃរបស់ Garmin ទេ Garmin បានដើរទៅមើលសៀវភៅដែលបានឆេះនោះនិងបានដើរសម្ដៅទៅ John Woo ដើម្បីដាស់ John Woo ឡើងឲ្យទៅសុំទោស Seon គ្រាន់តែឮបែបនេះភ្លាម Seon បាននឹកអតីតកាលដែលគេធ្លាប់និយាយជាមួយនឹងឪពុកនិងគេបានដឹងថា Garmin បានយកចិត្តទុកដាក់ជាមួយនឹងខ្លួននិងព្រួយបារម្ភចំពោះខ្ញុំខ្លាំងណាស់ពេលនោះ Seon ក៏បានសម្រេចចិត្តថារត់ទៅយកសៀវភៅដែលបានកត់ចំណុចសម្គាល់ជាច្រើននៅខាងក្នុងសៀវភៅមួយនេះនៅបានសម្រេចចិត្តដើរចូលទៅខាងក្នុងដើម្បីជួបជាមួយនឹង Garmin បាននិយាយសុំទោសទៅ Seon ថាសៀវភៅកត់ត្រារបស់អ្នកត្រូវបានភ្លើងឆាបឆេះខ្ទេចខ្ទីអស់នៅពេលនោះដែរ Seon មិនបានព្រួយបារម្ភអំពីសៀវភៅដែលបានឆាបឆេះនោះទេគេបានមើលដៃ Garmin ដែលត្រូវបានភ្លើងឆាបឆេះនិងឡើងពងបែកពេញដៃ Seon ចាប់ផ្ដើមទាញសៀវភៅដែលបានឆាបឆេះនោះនិងបោះចោលទៅខាងក្នុងធុងសម្រាមហើយបានស្រែកទៅ Garmin ថាហេតុអ្វីអ្នកធ្វើរឿងល្ងង់ខ្លៅបែបនេះ Seon បាននិយាយទៅកាន់ Garmin ថាខ្ញុំនឹងចូលក្រុមសិក្សារបស់អ្នកពេលនោះសម្ដីបែបនេះធ្វើឲ្យ Garmin មានការភ្ញាក់ផ្អើលជាខ្លាំងនិងសប្បាយចិត្តខ្លាំងណាស់ភាពមួយរបស់យើងត្រូវបានស្លេះត្រឹមនេះសិនបើមានកំហុសខុសឆ្គងត្រង់ណាសូមអ្នកទាំងអស់គ្នាខន្តីអភ័យទោស